សួស្តីថ្ងៃនេះខ្ញុំចង់និយាយអំពីកំហុសធំៗទាំង5ដែលធ្វើឲ្យមនុស្សភាគច្រើនមិនអាចសន្សំលុយបានកំហុសទាំងនេះខ្ញុំក៏ធ្លាប់បានឆ្លងកាត់ដែរហើយខ្ញុំក៏ឃើញមានមនុស្សនៅជុំវិញខ្លួនខ្ញុំកំពុងតែធ្វើដូចគ្នាប្រសិនបើអ្នកកំពុងតែជួបបញ្ហាក្នុងការសន្សំវីដេអូនេះនឹងអាចជួយអ្នកបានកំហុសទី1គឺមិនមានការកត់ត្រាការចំណាយនេះគឺជាកំហុសធំបំផុត80% នៃមនុស្សទូទៅមិនដឹងទេថាចំណាយលុយទៅលើអ្វីខ្លះឧទាហរណ៍អ្នកគិតថាមួយថ្ងៃអ្នកចំណាយអស់ត្រឹមតែ 20,000 រៀលក៏ប៉ុន្តែពេលកត់ត្រាមើលការចំណាយជាក់ស្ដែងអស់រហូតដល់ 35,000 រៀលដំណោះស្រាយនោះគឺកត់ត្រានៅអ្វីៗគ្រប់យ៉ាងក្នុងរយៈពេលមួយសប្តាហ៍នោះអ្នកនឹងមានការភ្ញាក់ផ្អើលកំហុសទី2គិតថានឹងសន្សំនៅចុងខែនេះខ្ញុំនឹងចំណាយតិចៗហើយសន្សំនៅចុងខែនេះគឺជាការគិតខុសមួយទាំងស្រុងការដែលលោកអ្នកធ្វើបែបនេះវាមិនអាចទៅរួចទេពីព្រោះនៅចុងខែអ្នកតែងតែមានការចំណាយបន្ថែមអ្នកនឹងរកមូលហេតុផ្សេងៗទៀតដើម្បីធ្វើការចំណាយដំណោះស្រាយនោះគឺ pay yourself first ចាប់ផ្ដើមសន្សំពីដើមខែមុននឹងចំណាយទៅលើអ្វីផ្សេងៗទៀតកំហុសទី3កំណត់គោលដៅធំពេកខ្ញុំនឹងសន្សំ 50% នៃប្រាក់ខែរបស់ខ្ញុំស្ដាប់ទៅវាអស្ចារ្យណាស់ក៏ប៉ុន្តែវាមិនអាចទៅរួចទេបញ្ហានោះនៅត្រង់ថាវានឹងធ្វើឲ្យជីវិតកាន់តែមានភាពតានតឹងបរាជ័យតាំងពីសប្តាហ៍ទី1បាត់បង់ចំណូលចិត្តក្នុងការសន្សំពេលក្រោយៗទៀតដំណោះស្រាយនោះគឺចាប់ផ្ដើមសន្សំពី5ទៅ 10% នៃប្រាក់ចំណូលរបស់អ្នកចាប់ផ្ដើមការសន្សំកើនបន្តិចម្ដងហើយធ្វើវាឲ្យក្លាយទៅជាទម្លាប់កំហុសទី4មិនបានបង្កើតកញ្ចប់សង្គ្រោះបន្ទាន់អ្នកចាប់ផ្ដើមសន្សំបាន3ទៅ4ខែរំពេចនោះស្រាប់តែម៉ូតូខូចឬក៏ត្រូវធ្លាក់ខ្លួនឈឺហើយលោកអ្នកចាប់ផ្ដើមសន្សំវាជាថ្មីម្ដងទៀតកញ្ចប់សង្គ្រោះបន្ទាន់គឺជាអ្វីកញ្ចប់សង្គ្រោះបន្ទាន់គឺជាលុយសម្រាប់ប្រើក្នុងករណីបន្ទាន់2ឬ3ខែនៃការចំណាយដាក់វាដាច់ដោយឡែកពីការសន្សំធម្មតាប្រើវាតែពេលពិតជាបន្ទាន់តែប៉ុណ្ណោះបង្កើតកញ្ចប់សង្គ្រោះបន្ទាន់ជាមុនសម្រាប់គោលដៅផ្សេងៗទៀតចាំគិតវាតាមក្រោយកំហុសទី5អតិផរណាក្នុងការរស់នៅពេលប្រាក់ខែមានការកើនឡើងការចំណាយក៏មានការកើនឡើងតាមនោះដែរបញ្ហានេះតែងតែកើតឡើងដោយហេតុថាឥឡូវខ្ញុំមានលុយច្រើនហើយអញ្ចឹងខ្ញុំអាចទិញអ្វីៗតាមចិត្តបានខ្ញុំសមនឹងទទួលបានជីវិតដែលល្អជាងនេះដំណោះស្រាយនោះគឺគ្រប់គ្រងការចំណាយឲ្យនៅថេរដដែលចាប់ផ្ដើមពីចំណុចតូចៗធ្វើវាឲ្យទៀងទាត់ហើយមានភាពអត់ធ្មត់ប្រសិនបើអ្នកចង់ជៀសវាងនៅកំហុសធំៗទាំង5នេះលោកអ្នកគួរតែចាប់ផ្ដើមពីចំណុចតូចៗហើយធ្វើវាឲ្យទៀងទាត់ហើយមានភាពអត់ធ្មត់ប្រសិនបើអ្នកពេញចិត្តនៅវីដេអូនេះសូមចុច like និង subscribe ហើយ comment ប្រាប់ខ្ញុំនៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ